ខ្ញុំបាទឈ្មោះចក្រានសូមថ្លែងអំណរគុណចំពោះអាដាមមេងស្រុនដែលបានជួយសម្របសម្រួលឯកសារគ្រួសារនេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្លាំងហើយក៏សូមឲ្យឆ្នាំថ្មីនេះសូមឲ្យគាត់រកស៊ីមានបានអាដាមរកស៊ីមានបានសុខភាពល្អនៅក្នុងឱកាសជួយឆ្នាំថ្មីនេះសូមអរគុណខ្ញុំជម្រាបសួរខ្ញុំឈ្មោះយត់ជាតិមកពីភូមិព្រះជ្រៅមកទទួលឯកសារកែអាយុកូនខុសឥឡូវបានកែសម្រួលទៅត្រឹមត្រូវវិញជាចុងក្រោយខ្ញុំសូមគោរពជូនពរឲ្យអាដាមមេជ្រុនដែលជួយសម្រួលកែឯកសារកូនខ្ញុំនេះបានលឿនក្នុងឱកាសឆ្នាំថ្មីនេះខ្ញុំបាទសូមគោរពជូនពរឲ្យអាដាមមេជ្រុនឲ្យបានជោគជ័យរាល់ភារកិច្ចការងារទាំងឡាយឲ្យជោគជ័យលោកមេជ្រុនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណៈបកខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈបកប្រចាំខែមីនានិងលើកទិសដៅខែមេសាឆ្នាំ2026ស្ថិតក្នុងឃុំអមលៀងនាព្រឹកថ្ងៃអាទិត្យ10រោចខែចែកឆ្នាំអសាញ់សពស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី12ខែមេសាឆ្នាំ2026លោកមេងស្រុនសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណៈបកខេត្តកំពង់ស្ពឺប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងនិងជាប្រធានគណៈកម្មការគ្រប់គ្រងខ26.2បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈបកប្រចាំខែមីនានិងលើកទិសដៅខែមេសាឆ្នាំ2026ស្ថិតក្នុងឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺដែលមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារខេត្តក្រុមការងារស្រុកក្រុមការងារឃុំនិងក្រុមការងារសាខាបកភូមិហើយក្នុងនោះដែរក៏មានបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលឯកសារមួយចំនួនដែលមានការសម្របសម្រួលពីលោកប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលៀងចូលរួមផងដែរមុននឹងចាប់ផ្ដើមនៃកិច្ចប្រជុំលោកមេងស្រុនប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងបានអញ្ជើញដឹកនាំក្រុមការងារក្នុងអង្គពិធីទាំងមូលគោរពទង់ជាតិគោរពទង់បកនិងជាពិសេសគោរពនៅវិញ្ញាណក្ខន្ធផងដែរជាកិច្ចបន្ទាប់លោកទួនផាវប្រធានគណៈបកឃុំអមលៀងបានមានមតិស្វាគមន៍អង្គពិធីនិងធ្វើរបាយការណ៍សង្ខេបសំណេះសំណាលនិងលើកបញ្ហាមួយចំនួននិងមតិសំណើសំណុំពរក្នុងអង្គពិធីជូនលោកប្រធានមេងស្រុនជ្រាបព័ត៌មានផងដែរស្ថិតក្នុងកិច្ចប្រជុំនេះដែរលោកមេងស្រុនប្រធានក្រុមការងារគណៈបកចុះជួយមូលដ្ឋានឃុំអមលៀងក៏បានអនុញ្ញាតឲ្យក្រុមការងារដែលបានចូលរួមប្រជុំក្នុងកិច្ចនេះមានមតិសំណេះសំណាលនិងឲ្យលើកយកនៅបញ្ហាប្រឈមមួយចំនួនដែលជាតម្រូវការរបស់ប្រជាពលរដ្ឋត្រូវការជាចាំបាច់និងធ្វើការចាត់ចែងឲ្យក្រុមការងារតាមជំនាញសម្របសម្រួលដោះស្រាយជូនពួកគាត់ថែមទៀតផងក្រុមការយកចិត្តទុកដាក់របស់លោកមេងស្រុនប្រធានក្រុមការងារលោកតែងតែអញ្ជើញចុះពិនិត្យផែនការយុទ្ធនាការដែលបានដាក់ឲ្យមូលដ្ឋានរៀបចំយុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មីសញ្ជាតិខ្មែរនិងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្របក្នុងមូលដ្ឋានឃុំអមលៀងដែលមាន17ភូមិស្ថិតនៅទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺថែមទៀតផងឆ្លៀតឱកាសនោះនៃកិច្ចប្រជុំនេះលោកមេងស្រុនប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានឃុំអមលៀងបានមានមតិសំណេះសំណាលជាមួយក្រុមការងារជាពិសេសបានអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់តាមជំនាញដែលបានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលៀងកោតសរសើរដល់ក្រុមការងារក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់ដែលបំពេញតួនាទីភារកិច្ចយ៉ាងសកម្មពេលនេះដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតជាពិសេសលោកមេងស្រុនក៏បានប្រគល់សម្ភារៈលើកទឹកចិត្តជូនដល់ក្រុមការងារដែលបានខិតខំជួយដល់ការងារយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឃុំអមលៀងនិងប្រគល់ថវិកាសម្រាប់ធ្វើប័ណ្ណសមាជិកបកចំនួន5,170,000 រៀលសម្រាប់ធ្វើប័ណ្ណជូនសមាជិកគណៈបកប្រជាជនកម្ពុជាសរុបចំនួន6,996 នាក់និងប្រគល់ប្រេងសាំងជាតំណាងជូនប្រធានគណៈកម្មាធិការគណៈបកឃុំអមលៀងផងដែរនិងបានប្រគល់ឯកសារប្រជាពលរដ្ឋស្នើសុំកែអត្រានុកូលដ្ឋាននិងកែអត្តសញ្ញាណប័ណ្ណឲ្យស្របតាមបច្ចេកទេសរដ្ឋបាលដើម្បីយកទៅប្រើប្រាស់បានចំនួន13នាក់និងប្រគល់គ្រឿងឧបភោគបរិភោគលើកទឹកចិត្តជូនដល់ក្រុមការងារដែលបានខិតខំជួយក្នុងយុទ្ធនាការចំនួន20ថ្ងៃកន្លងមកចំនួន51នាក់ដោយក្នុងម្នាក់ទទួលបានមី1កេសទឹកសុទ្ធ1កេសនិងផ្លែចេកអំបូងលឿង1ស្និតនិងជូនថវិកាសម្រាប់កាត់ហ្វុនអក្សរ 10,000 រៀលថវិកាជូនកម្លាំងប៉ុស្តិ៍ប្រជាការពារកម្លាំងអាវុធហត្ថនិងអ្នកកាន់កម្មវិធី MC សរុប 16,000 ថែមទៀតផង
ជាចុងក្រោយលោកមេងស្រុនក៏បានជូនពរសិរីសួស្តីដល់ក្រុមការងារទាំងអស់សូមឲ្យទទួលបាននៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ